chỉ trong trào này nhưng khinh thả miền cả prom prieng khi hái của tin quạt prom prieng nung cả về phía xa nung cả nhưng chập đào một cái riêng Ukraine Russia đòn này hái những khinh cả bị sập đào muốn những gì bị cả cho cha riêng Putin riêng Donald Trump hay Zelensky lời chỉ trong trào này nhưng khinh thả miền cả prom prieng khi hái của tin quạt prom prieng nung cả về phía xa nung cả cái hai thà bọt chụp banh dẹpไปคล้าย30 ថ្ងៃប៉ុន្តែការព្រមព្រៀងរបស់គាត់នឹងគឺគាត់ព្រមព្រៀងត្រឹមតែមិនវាយទៅលើអាកន្លែងដែលផលិតធម្មពលទេមានដូចជាធម្មពលមួយគ្រាអីហ្នឹងកន្លែងហ្នឹងគេសន្មតនេះថាអត់វាយទេហើយបត់ជប់បាញ់គឺអត់ទាន់ទេពូទីនគាត់អត់ទាន់យល់ព្រមទេព្រោះគាត់កំពុងមានព្រៀបណាតបគាត់វាយចូលអ៊ុយក្រែនចូលទៅជ្រៅដែរអញ្ចឹងឲ្យគាត់ធ្វើបត់ជប់បាញ់មិនដូចចាញ់ព្រៀបគេដល់ពេលរុស្ស៊ីវាយចូលទៅដល់ក្នុងហើយមកធ្វើបត់ជប់បាញ់ចូលអាកាមរុស្ស៊ីមិនទាន់វាយចូលនឹងមិនក៏ធ្វើបត់ជប់បាញ់អញ្ចឹងពូទីនគាត់អត់ទាន់យល់ព្រមទេក្រោយពីគាត់ពិភាក្សាជាមួយនឹងដូណាល់ ត្រាំតាមរយៈទូរស័ព្ទរយៈពេលវែងមកគាត់ក៏ព្រមព្រៀងគ្នារឿងកិច្ចសន្យាកុំបាញ់ទៅលើតំបន់ដែលផលិតធម្មពលអញ្ចឹងអ៊ុយក្រែនក៏គាត់យល់ព្រមដែរគាត់រងចាំតែព្រមទេឲ្យតែគឺថាបត់ជប់បាញ់ពេលណាគាត់ក៏អដែរព្រោះប្រទេសគាត់ទីហើយអញ្ចឹងគាត់យល់ព្រមសំណើទាំងអស់ដែលអាមេរិកនិងរុស្ស៊ីពិភាក្សាគ្នានោះអញ្ចឹងរុស្ស៊ីហើយអ៊ុយក្រែនហើយនិងអាមេរិកនឹងប្រជុំណាពិភាក្សាគ្នាបន្ថែមទៀតជាមួយនឹងនីតិវិធីណាតើគួរតែកំណត់កន្លែងណាដែលមិនគួរវាយណាកន្លែងណាមិនគួរបាញ់ឲ្យបានច្បាស់លាស់ណានៅអាចទៅប្រជុំនៅអារ៉ាប៊ីសាអូឌីណាជាមួយនឹងបទជប់បាញ់អាចនឹងចាប់ដើមពីចំណុចទូចៗហ្នឹងនឹងឈានដល់បទជប់បាញ់ជានិរន្តរ៍អញ្ចឹងយើងឃើញក្រោយពីព្រមព្រៀងគ្នាហើយឃើញថាប្រេងបានធ្លាក់បន្តធ្លាក់ថែមទៀតដោយសារតែមានការព្រមព្រៀងមិនវាយទៅលើចំណុចដែលផលិតធម្មពលហ្នឹងអញ្ចឹងប្រេងអាចបន្តធ្លាក់ទៀតតែយើងបន្តមកសហរដ្ឋអាមេរិកវិញម្ដងស្ថានភាពក្រោយពីដូណាល់ ត្រាំគាត់ឡើងជាប្រធានាធិបតីគាត់បានក្លុកសហរដ្ឋអាមេរិកកាត់បន្ថយបុគ្គលិកកាត់បន្ថយការចំណាយយើងឃើញបិទឯងតិចទីអស់ហើយអង្គការជំនួយ VOA ក៏ប្រកាសបិទអាស៊ីសេរីក៏ប្រកាសបិទណាដោយសារតែបច្ចុប្បន្នទាំងអស់ហ្នឹងបានទទួលជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិកហើយដូណាល់ ត្រាំគាត់ឃើញថាបច្ចុប្បន្នទាំងអស់ហ្នឹងបានចំណាយលុយច្រើនណាស់ហើយអត់ចំគោលដៅទៀតហើយវាអត់ប្រយោជន៍ណាដូណាល់ ត្រាំបានបិទជាច្រើនហើយបានបណ្ដេញបុគ្គលិករដ្ឋាភិបាលណាមិនចាំបាច់ជាច្រើនណាជាចុងក្រោយនេះដូចជានេះជានាយកដ្ឋានមួយដែលត្រាំគាត់ទៅបង្កើតឡើងនៅក្នុងអាណត្តិរបស់គាត់គឺគាត់ឲ្យElon Musk ជាអ្នកគ្រប់គ្រងនោះគេហៅថានាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលនោះដូចបានរកឃើញឈ្មោះខ្មោច3លានអ្នកជាង 3.2 លានអ្នកណាឈ្មោះខ្មោចអីគេនៅសហរដ្ឋអាមេរិកគេមានរបបសន្តិសុខសង្គមសម្រាប់អ្នកដែលអត់មានការងារធ្វើអាចទៅក្លែមយកលុយមកចំយកលុយមកចាយវាបានអញ្ចឹងដូចលោក Elon Musk គាត់ទៅសិក្សាស្រាវជ្រាវទៅគាត់ឃើញថាសិតតែជាឈ្មោះខ្មោចណាឈ្មោះខ្មោចច្រើនដែលមានថាមានតែឈ្មោះអត់មានមនុស្សហើយគាត់ស្រង់ស្ថិតិមកភាគច្រើន120ឆ្នាំអាយុល្មមតែគេរកឃើញដែរភាគច្រើនគឺ120ឆ្នាំហើយលើស120ឆ្នាំទៀត
ហើយនៅបើកប្រាក់វាវត្តអត់ការងារធ្វើអញ្ចឹងElon Musk គាត់ស្រង់យកឈ្មោះនឹងបានមកប្រហែលជាខ្ទង់ 3.2 លាននាក់ណា 3.2 លាននាក់អញ្ចឹងត្រូវចំណាយប្រាក់ជាប្រចាំឆ្នាំ$700,000 លានសម្រាប់បើកឲ្យឈ្មោះខ្មោចហ្នឹងអញ្ចឹងនិយាយថាអាមេរិកក៏ពុកអលួយដែរណាមានហើយពុកអលួយមួយខេសហ្នឹងរាប់រយលានណាមិនពុកអលួយស៊ីតិចទេណាអញ្ចឹងនៅអាមេរិកក៏មានឈ្មោះខ្មោចដែរប្រជាជនដែលអត់មានការងារធ្វើដែលចាស់ដែលត្រូវទទួលអារបបសន្តិសុខសង្គមហ្នឹងភាគច្រើនអាយុចាប់ពី120ឆ្នាំឡើងទៅបន្តមកមើលតម្លៃហាងឆេងសហរដ្ឋអាមេរិកម្ដងប្រាក់ដុល្លារសហរដ្ឋអាមេរិកយើងឃើញហើយសប្តាហ៍មុនមានការកំណត់ rate របស់រដ្ឋាភិបាលជាតិឬក៏ហៅ Fed ឬក៏មួយទៀតហៅថាធនាគារសហព័ន្ធគាត់បានសម្រេចចិត្តរក្សាអត្រាការប្រាក់នៅដដែលគឺ 4.50 ណានៅដដែលអញ្ចឹងការរក្សាអត្រាការប្រាក់គាត់នឹងបានធ្វើឲ្យតម្លៃប្រាក់ដុល្លារឡើងមកវិញខ្លះដូចខ្ញុំ alert ប្រាប់អ្នកនរគ្នាអញ្ចឹងបើមានលុយខ្មែរដូចយកលុយដុល្លារទុកទៅទៀតលុយដុល្លារឡើងថ្លៃលុយដុល្លារបានឡើងថ្លៃវិញហើយដោយសារតែដោយសារតែគោលនយោបាយរក្សាអត្រាការប្រាក់របស់ធនាគារកណ្ដាលនៅរក្សាដដែលអញ្ចឹងការរក្សាអត្រាការប្រាក់ហ្នឹងគឺវាបានធ្វើឲ្យលុយដុល្លារឡើងថ្លៃដូចក្រុមហ៊ុនរបស់យើងបាន alert ហើយមុនពេលចេញនេះមុនពេលចេញការកំណត់ rate ហ្នឹងអញ្ចឹងវាបានធ្វើឲ្យតម្លៃមាសធ្លាក់មកវិញខ្លះតម្លៃមាសយើងឃើញឡើងដល់ខ្ពស់មែនតើគឺឡើងដល់3057ក្នុង1អោនណា3057ដែលត្រូវនឹង3683ក្នុងមួយតម្លឹងបានធ្លាក់ចុះមក2997កាលពីសប្តាហ៍មុនចុងសប្តាហ៍ហ្នឹងវាធ្លាក់បានដល់2997ឬក៏$3610ក្នុងមួយតម្លឹងអញ្ចឹងវាបានធ្លាក់មកច្រើនណាធ្លាក់ខ្ទង់500ពីបដែរណា500ពីបច្រើនបើ1000ហើយជាខ្ទង់$500ដែរហើយព្រឹកមិញឃើញតម្លៃមាសយើងត្រេះឡើងវិញបន្តិចគឺ$3022ក្នុង1អោនអញ្ចឹងតម្លៃមាសចាប់ដើមទម្លាក់ខ្លួនចុះមកខ្លះហើយអាចនឹងមួយសប្តាហ៍ពីរសប្តាហ៍នេះអាចនឹង sideways ឬក៏ទម្លាក់ចុះមកខ្លះទៀតអញ្ចឹងអ្នកមានលុយអាចទិញមាសពីនេះទៅល្អណាសប្តាហ៍នេះជាសប្តាហ៍ក្បែរចុងខែអញ្ចឹងភាគច្រើនមិនសូវជាសំខាន់ប្រហែលទេអញ្ចឹងយើងមើលថ្ងៃច័ន្ទម៉ោង3ល្ងាចណាម៉ោង3:15នាទីអឺរ៉ុបមានចេញ PMI មាន Swiss មាន Product ណាតម្លៃការធ្វើ survey ទៅលើតម្លៃទំនិញណាហើយម៉ោង3:30នាទីក៏លុយអឺរ៉ូដែរអញ្ចឹងម៉ោង3:15នាទីព្រោះPMI ព្រោះបារាំង30នាទី3:30នាទី PMI របស់អាល្លឺម៉ង់ហើយម៉ោង4:30នាទី PMI របស់pound លុយអង់គ្លេសម៉ោង8:45នាទី PMI របស់សហរដ្ឋអាមេរិកអញ្ចឹងព័ត៌មាននេះក៏ហមដែរមានឥទ្ធិពលតិចណាមិនខ្លាំងប្រហែលទេសម្រាប់ថ្ងៃពហុម៉ោង1មានការ speak របស់ប្រធានធនាគារកណ្ដាលរបស់អង់គ្លេសថ្ងៃពុធម៉ោង7:30នាទីព្រឹកនឹងមានចេញ CPI ឬក៏អតិបរណារបស់អូស្ត្រាលីអញ្ចឹងអាចធ្វើឲ្យលុយអូស្ត្រាលីឡើងចុះច្រើនម៉ោង2មានCPI របស់លុយផោនក៏អាចធ្វើឲ្យលុយផោនឡើងចុះច្រើនដែរហើយសម្រាប់មកថ្ងៃពហុម៉ោង7:30នាទីល្ងាចនឹងមាន Final GDP
ជា GDP ប្រចាំ3ខែម្ដងប៉ុន្តែ final GDP នេះវាមានឥទ្ធិពលខ្លាំងដោយសារតែវាជាទិន្នន័យ GDP នៅខែទី3ណានៅខែទី3អញ្ចឹងវាធ្វើឲ្យលុយអាមេរិកមានការមូខ្លាំងដែរអាចឡើងខ្លាំងចុះខ្លាំងច្រើនដែរណាសម្រាប់ចុងក្រោយថ្ងៃសុក្រគឺមានព័ត៌មានរបស់ Pound Retail Sale នៅម៉ោង2ល្ងាចម៉ោង 7:30 នាទីនឹងមានចេញCore PCE Price Index ណាប្រចាំខែរបស់សហរដ្ឋអាមេរិកអត់សូវមានឥទ្ធិពលទេយើងមកមើលតម្លៃមាសនិន្នាការមាសនៅឡើងដដែលទេណាតែ signal ទម្លាក់ខ្លួនចុះអញ្ចឹងវារៀង sideways បន្តិចណាក្រោយពីចេញនៅគេហៅថាកំណត់អត្រាការប្រាក់ហ្នឹងអញ្ចឹងសប្តាហ៍មុនមូបានត្រឹមតែ747ពីបទេហើយតម្លៃមាសព្រឹកមិញ1អោនស្មើនឹង 3,022.99 មាសអាចនឹងបកត្រឡប់ឡើងទៅវិញក្រោយពេលបញ្ចប់ការ retest ព្រោះអត់ទាន់មានព័ត៌មានអីសំខាន់ដែលធ្វើឲ្យប្រាក់ដុល្លារឡើងថ្លៃខ្លាំងទេចំណែកឯ Bitcoin តម្លៃនេះជាតម្លៃល្អមែនតើដែលយើងចាប់អារម្មណ៍តែមាសតែ Bitcoin ជាតម្លៃទាបដែលគួរតែទិញល្អណាស់អាចឡើងទៅដល់ 10000 ជាងវិញអញ្ចឹងនិន្នាការ Bitcoin ឥឡូវហ្នឹងនៅdown តែ signal up វា sideways តម្លៃ Bitcoin ព្រឹកមិញគឺ 85,800 អញ្ចឹងអាចចុះមកតិចទៀតចំណែកឯតម្លៃប្រេងវិញតម្លៃប្រេងនិន្នាការ down signal up sideways ណាដោយសារតម្លៃប្រេងមួយរយៈនេះអត់សូវជាថ្លៃប្រហែលទេដោយសារតែការកាត់បន្ថយបុគ្គលិកនៅសហរដ្ឋអាមេរិកមានតែកាត់បន្ថយបុគ្គលិកក៏កាត់បន្ថយការផលិតអញ្ចឹងវាធ្វើឲ្យការប្រើប្រាស់ប្រេងធ្លាក់ចុះអញ្ចឹងយើងឃើញតម្លៃប្រេងព្រឹកមិញ68.34 ក្នុង1បារ៉ែលរៀងត្រេះឡើងតិចណាអញ្ចឹងវានឹងចុះមកត្រឡប់មកវិញមករក66ក្នុង1បារ៉ែលវិញអញ្ចឹងអាចចុះមកបន្ថែមទៀតចំណែកឯលុយជប៉ុនវិញនិន្នាការលុយជប៉ុននិន្នាការ down ណា signal up យើង sideways តិចណាយើងឃើញសប្តាហ៍មុនបាន200ពីបហើយតម្លៃលុយជប៉ុនព្រឹកមិញគឺ1ដុល្លារអាមេរិកស្មើនឹង 149.84 យេនណាអញ្ចឹងលុយជប៉ុននឹងចុះមករក support របស់គាត់វិញនៅតម្លៃ 148.14 ចំណែកលុយអឺរ៉ូសប្តាហ៍មុនក៏ជានិន្នាការ up ហើយ signal down ហើយមូបាន167ពីបតម្លៃលុយអឺរ៉ូព្រឹកមិញគឺ1អឺរ៉ូស្មើនឹង1ដុល្លារ.0826 អញ្ចឹងលុយអឺរ៉ូនឹងបកត្រឡប់ឡើងទៅវិញក្រោយពេលបញ្ចប់ការ retest រួចចុងក្រោយគេលុយ pound និន្នាការលុយ pound គឺនៅនឹងការ up signal down អញ្ចឹង sideways ដែរហើយសប្តាហ៍មុនមូបាន127ពីបណាបានតែ127ដុល្លារទេហើយព្រឹកមិញលុយ pound 1 pound ស្មើនឹង1ដុល្លារ.2926 អញ្ចឹងលុយ pound នឹងបកឡើងត្រឡប់ទៅវិញទៅ break resistance វិញ1ដុល្លារ.3015អញ្ចឹងលុយ pound នៅឡើងទៀតណា